នាងខ្ញុំឈ្មោះសុវណ្ណមេសិនីតជានិស្សិតដែលសិក្សានៅក្នុងឆ្នាំទី3ឆ្នាំទី2នៃមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហើយស្ថិតនៅក្នុងសាកលវិទ្យាល័យវាលប្រៅមូលហេតុដែលខ្ញុំជ្រើសរើសមកសិក្សានៅសាកលវិទ្យាល័យវាលប្រៅទី1ខ្ញុំសង្កេតឃើញថាសាកលវិទ្យាល័យវាលប្រៅជាសាកលវិទ្យាល័យមួយដែលចំណាស់ដែរនៅក្នុងប្រជាជាតិកម្ពុជាហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបណ្ដុះបណ្ដាលនិស្សិតអាចឲ្យគាត់ទទួលបានអនាគតល្អហើយជាធនធានសម្រាប់ដំណើរការនៅក្នុងសង្គមហើយចំណុចមួយទៀតនោះគឺខ្ញុំមានទំនុកចិត្តលើសាលាដោយសារតែយើងដឹងហើយសម្រាប់ការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រគឺត្រូវប្រើពេលរយៈពេល4ឆ្នាំដើម្បីបញ្ចប់អញ្ចឹងយើងត្រូវតែ make sure ថាសាលាគឺពិតជាមានសមត្ថភាពអាចជួយជំរុញយើងបន្តការសិក្សាតាំងពីឆ្នាំទី1រហូតដល់ឆ្នាំទី4ដែលជោគជ័យអញ្ចឹងជាក់ស្ដែងខ្ញុំសង្កេតឃើញថាសាកលវិទ្យាល័យ Bill Bright គឺជាសាកលវិទ្យាល័យដែលធំហើយមានសាខាច្រើនអញ្ចឹងត្រង់ចំណុចហ្នឹងគឺខ្ញុំមានទំនុកចិត្តថាសាកលវិទ្យាល័យ Bill Bright គឺពិតជាអាចឲ្យខ្ញុំហ្នឹងបន្តការសិក្សាររយៈពេល4ឆ្នាំនៅថ្នាក់បញ្ញាបត្ររបស់ខ្ញុំហ្នឹងចោះបានទៅស្រួលហើយចំណុចមួយទៀតនោះគឺតាក់ទងជាមួយនឹងគ្រឿងបរិក្ខារដោយសារតែមុនពេលដែលខ្ញុំសម្រេចចិត្តជ្រើសរើសហ្នឹងគឺខ្ញុំបានធ្វើការសិក្សា research ទៅលើសាលាដែរតាមរយៈ website ខ្ញុំសង្កេតឃើញថាសាលាគឺមាននៅគ្រឿងបរិក្ខារដែលអាចជួយជំរុញឲ្យសិស្សនិស្សិតគាត់មានភាពងាយស្រួលជាក់ស្ដែងដូចជាកុំព្យូទ័រ lab ហ្នឹងគឺមានកុំព្យូទ័រទំនើបៗដែលអាចឲ្យនិស្សិតគាត់ងាយស្រួលក្នុងការសិក្សាស្រាវជ្រាវហើយសម្រាប់បន្ទប់វិញគឺមានម៉ាស៊ីនត្រជាក់មាន Wi-Fi វាកាន់តែមានភាពងាយស្រួលដល់និស្សិតឲ្យគាត់អាចសិក្សារៀនសូត្របានហើយចំណុចដែលកាន់តែពិសេសនោះគឺសាលាផ្ដល់អាហារូបករណ៍ 100% ទៅដល់សិស្សនិទ្ទេស A ហើយជាក់ស្ដែងនាងខ្ញុំគឺជាសិស្សនិទ្ទេស A អញ្ចឹងនេះគឺជាមូលហេតុចម្បងដែរដែលខ្ញុំជ្រើសរើសសាកលវិទ្យាល័យ Bill Bright ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រសម្រាប់កម្មវិធីសិក្សានៅ Bill Bright ចំណុចដែលខ្ញុំពេញចិត្តហ្នឹងគឺទៅលើ subject ទៅលើមុខវិជ្ជាខ្ញុំឃើញថាលោកគ្រូអ្នកគ្រូគាត់យកចិត្តទុកដាក់ទៅលើមុខវិជ្ជាសម្រាប់និស្សិតសិក្សាដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំគឺសាលាតែងតែធ្វើការអាប់ដេតសាលាព្យាយាមស្វែងរកមុខវិជ្ជាណាដែលពេញនិយមឬក៏តម្រូវការទីផ្សារការងារនៅក្នុងសង្គមបច្ចុប្បន្នហ្នឹងដើម្បីយកមកបណ្ដុះបណ្ដាលនិស្សិតឲ្យគាត់មានជំនាញហើយអាចបណ្ដុះបណ្ដាលសមត្ថភាពរបស់គាត់ហ្នឹងឲ្យស៊ីទៅនឹងការងារបច្ចុប្បន្នហើយសម្រាប់ចំណុចមួយទៀតដែលខ្ញុំពេញចិត្តហ្មងគឺទៅលើពេលដែលបញ្ចប់ពីមួយធំទៅមួយធំគឺសាលាតែងតែមានការ survey ទៅលើកម្មវិធីសិក្សាក៏ដូចជាការបរិញ្ញាបត្ររបស់គ្រូអញ្ចឹងកន្លែងហ្នឹងខ្ញុំគិតថាវាជាការទទួល feedback ផ្ទាល់ពីអតិថិជនចាត់ទុកថានិស្សិតជាអតិថិជនអញ្ចឹងសាលាគឺបានទទួលយកការ feedback ការ recommend របស់និស្សិតហ្នឹងទៅធ្វើការអភិវឌ្ឍទៅលើកម្មវិធីសិក្សាក៏ដូចជាការបរិញ្ញាបត្ររបស់គ្រូហ្នឹងទៅធ្វើឲ្យកាន់តែមានភាពល្អប្រសើរហ្នឹងគឺខ្ញុំពេញចិត្តហើយកាន់តែបន្ថែមទៀតនោះគឺសាកលវិទ្យាល័យ Bill Bright គឺមាននៅ library ចំនួន2ទាំងនៅក្នុងអគារ A និងអគារ B ហើយមិនត្រឹមតែប៉ុណ្ណោះគឺមានឯកសារនៅទីនោះច្រើនដែលអាចឲ្យនិស្សិតហ្នឹងគាត់ធ្វើការសិក្សាស្រាវជ្រាវបន្ថែមយ៉ាងមានដូចជាសភៅនិស្សិតសិស្សច្បងដែលគាត់បានបញ្ចប់ការសិក្សាទៅគាត់បានបន្សល់ទុកស្នាដៃនៅហ្នឹងទៅហើយជាក់ស្ដែងហ្នឹងគឺយើងឃើញថានៅក្នុង library ហ្នឹងមានបែងចែកថាបែងចែកទី1សម្រាប់ទុកសភៅហើយបែងចែកមួយទៀតសម្រាប់ការអានសភៅអញ្ចឹងអត់ស្ថិតនៅលោកឡំគ្នាទេហើយអាចឲ្យនិស្សិតហ្នឹងមានភាពងាយស្រួលហើយបើសិនជានិស្សិតគាត់មិនចង់នៅក្នុងម៉ាស៊ីនត្រជាក់ទេគាត់អាចចេញមកបរិវេណខាងក្រៅសាលាដោយសារសាលាបានរៀបចំបង់ដែរហើយនៅក្នុងបង់ហ្នឹងគឺសាលាបានបំពាក់នៅទាំងហាលទៀតអត់ឲ្យនិស្សិតគាត់ក្តៅទេហ្នឹងហើយនៅក្នុងជុំវិញសាលាហ្នឹងគឺមាននៅដើមឈើដែរដែលអាចឲ្យនិស្សិតគាត់relate ជាមួយនឹងបរិយាកាសទាំងអស់ហ្នឹងអញ្ចឹងអត់គួរឲ្យមានភាពស្មុគស្មាញទេសម្រាប់សេវាកម្មនៅ BBU វិញគឺខ្ញុំពេញចិត្តដោយសារជាក់ស្ដែងពេលដែលអឺមកចុះឈ្មោះដំបូងគឺខ្ញុំអត់ទាន់ដឹងច្បាស់អំពីកម្មវិធីសិក្សានៅ BBU ហ្នឹងទេតែនៅពេលដែលយើងមកធ្វើការចុះឈ្មោះទៅគឺកន្លែង receptionist គាត់បានណែនាំប្រាប់យើងពីមុខវិជ្ជារៀនក៏ដូចជាកម្មវិធីសិក្សាអីផ្សេងៗនៅហ្នឹងអញ្ចឹងហើយពួកគាត់បានប្រាប់
ហើយគាត់ detail ប្រាប់យើងថាពីចំណុចមួយៗហ្នឹងបែបណាទាល់តែយើងយល់ហើយបន្ទាប់ពីយើងយល់ហើយយើងក៏សម្រេចចិត្តសិក្សានៅហ្នឹងទៅហើយចំណុចមួយទៀតនោះគឺសម្រាប់លោកគ្រូអ្នកគ្រូដែលគាត់បង្ហាត់បរៀនហ្នឹងគាត់តែងតែចែករំលែកនៅបទពិសោធន៍ការងារជាក់ស្ដែងដោយសារតែលោកគ្រូអ្នកគ្រូគាត់ធ្លាប់បម្រើការងារគាត់កំពុងតែបម្រើការងារអញ្ចឹងគាត់អាចចែករំលែកនៅ environment ទាក់ទងនឹងការងារហ្នឹងដល់និស្សិតដែរហើយតាក់ទងជាមួយនឹងឱកាសការងារវិញគឺសាលាគឺតែងតែព្យាយាមផ្សព្វផ្សាយទៅដល់សិស្សនិស្សិតប្រាប់ថានៅក្រុមហ៊ុននេះនៅកន្លែងនេះគេត្រូវការបុគ្គលិកអីចឹងទៅហើយយើងក៏សង្កេតឃើញថាការងារដែលសាលាគាត់បានផ្ដល់ឲ្យឬក៏គាត់ផ្សព្វផ្សាយហ្នឹងគឺទទួលបានប្រាក់ខែសមល្មមដែរដែលអាចឲ្យនិស្សិតហ្នឹងគាត់សម្រួលដោយសារតែខ្ញុំជាសិស្សនិស្សិតអាហារូបករណ៍អញ្ចឹងអីដែលខ្ញុំទទួលបានហ្នឹងគឺភាពកក់ក្ដៅភាពដែលមានភាពស្មើគ្នារវាងនិស្សិតដែលគាត់បង់ថ្លៃសិក្សាជាមួយនឹងខ្ញុំផ្ទាល់ដោយសារខ្ញុំជាសិស្សអាហារូបករណ៍អញ្ចឹងអត់ត្រូវបង់ប្រាក់ទេអញ្ចឹងហើយខ្ញុំមានអារម្មណ៍ថាសេវាកម្មហ្នឹងគឺមិនមែនសាលាគិតថាយើងជាសិស្សអាហារូបករណ៍ប៉ុន្តែបែរជាមិនទទួលបានអ្វីពេញលេញដោយសិស្សដែលគាត់បង់ថ្លៃជាក់ស្ដែងដូចជាការដូរវេនសិក្សាដូចពេលមួយរយៈមុនដោយសារខ្ញុំជាប់ធ្វើការងារអញ្ចឹងខ្ញុំសុំសាលាដូរវេនហើយនៅពេលដែលយើងប្រាប់ហេតុផលថាយើងជាប់ធ្វើការងារអញ្ចឹងទៅសាលាគឺគាត់បានរៀបចំឯកសារឲ្យយើងបានដូរវេនភ្លាមហ្មងអញ្ចឹងហើយសម្រាប់ការដូរវេននេះគឺអត់តម្រូវឲ្យខ្ញុំហ្នឹងបង់ប្រាក់ឬក៏ដាច់អាហារូបករណ៍អីទេអញ្ចឹងកន្លែងហ្នឹងគឺពិតជាពេញចិត្តមែនទែនហើយក៏ពិតជាអរគុណសាលាមែនទែនដែលជួយសម្រួលទៅដល់ចំណុចហ្នឹងជាក់ស្ដែងបើតាក់ទងធ្លាប់តែឮមកថាសម្រាប់យើងសិស្សអាហារូបករណ៍អញ្ចឹងនៅពេលដែលយើងចង់សុំសាលាដូរវេនគឺយើងត្រូវតែដាច់អាហារូបករណ៍ឬក៏យើងត្រូវបង់ប្រាក់អីមួយចំនួនអីអញ្ចឹងទៅតាមតែឮមកប៉ុន្តែសម្រាប់សាកលវិទ្យាល័យ Beverly គឺអត់ទេគឺដូរវេនបានធម្មតាហើយសិក្សាបានធម្មតាទាំងអស់កន្លែងហ្នឹងគឺខ្ញុំពេញចិត្តអ្វីដែលខ្ញុំមិនអាចបំភ្លេចបានហ្នឹងគឺការផ្ដល់នូវចំណេះដឹងការផ្ដល់នូវជំនាញមួយយ៉ាងច្បាស់លាស់យ៉ាងពិតប្រាកដមកដល់ខ្ញុំដោយសារតែខ្ញុំបានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ Beverly ដើម្បីផ្ញើអនាគតនៅនឹងខ្ញុំបន្តការសិក្សាបញ្ញាបត្ររយៈពេល4ឆ្នាំនៅនឹងក៏ដើម្បីតែចង់បានចំណេះដឹងចង់បានជំនាញមួយដែលពិតប្រាកដនិងច្បាស់លាស់ដើម្បីអាចបម្រើការងារនៅក្នុងសង្គមបានហើយចិញ្ចឹមជីវិតខ្លួនឯងផ្ទាល់អញ្ចឹងហើយសម្រាប់ខ្ញុំដោយសារខ្ញុំជាសិស្សអាហារូបករណ៍អញ្ចឹងខ្ញុំមានអារម្មណ៍ថាទទួលបានភាពកក់ក្ដៅដែលមិនមែនថាជាសិស្សអាហារូបករណ៍ហើយបែរជាអត់ទទួលបានដូចដែលសិស្សនិស្សិតធម្មតាគាត់ទទួលបានទេអញ្ចឹងចំណុចហ្នឹងគឺខ្ញុំពិតជាចងចាំហើយពិតជាអរគុណទៅដល់សាកលវិទ្យាល័យ Beverly មែនទែនដែលបានផ្ដល់វាមកឲ្យខ្ញុំហើយផ្សេងៗទៀតនោះតាក់ទងជាមួយនឹងអនុស្សាវរីយ៍ជាមួយនឹងលោកគ្រូអ្នកគ្រូគាត់បានពេលដែលយើងចប់ធំទៅពេលខ្លះគឺយើងមានដំណើរកម្សាន្តមួយជុំគ្នាអីចឹងទៅយើងអាចធ្វើការបង្កើតមិត្តភាពបានទាំងមិត្តនៅក្នុងថ្នាក់ផ្ទាល់ក៏ដូចជាមិត្តរួមចំនួនរបស់យើងដែរហើយក៏សាកលវិទ្យាល័យ Beverly បានអាចឲ្យខ្ញុំហ្នឹងស្គាល់នៅមនុស្សជាច្រើនដែលគាត់មិត្តភក្តិផ្សេងៗគឺគាត់មកពីបណ្ដាខេត្តជុំគ្នាចឹងទៅគឺយើងអាចបង្កើតនៅអនុស្សាវរីយ៍ល្អៗជុំគ្នាបានសម្រាប់សារចុងក្រោយពីខ្ញុំទៅជាចុងក្រោយហ្នឹងខ្ញុំពិតជាអរគុណទៅដល់សាកលវិទ្យាល័យ Beverly មែនទែនដែលអាចអនុញ្ញាតឲ្យខ្ញុំមានឱកាសក្នុងការចែករំលែកនៅបទពិសោធន៍ផ្ទាល់ខ្លួនចាប់តាំងពីពេលដែលមិនទាន់ចុះឈ្មោះនៅសាកលវិទ្យាល័យ Beverly រហូតដល់បន្តការសិក្សានៅក្នុងឆ្នាំទី3ឆ្នាំទី2នេះហើយអីដែលចង់ប្រាប់ទៅបងប្អូនមួយទៀតនោះគឺចង់ឲ្យបងប្អូនព្យាយាមអឺព្យាយាមស្វែងរកអ្វីដែលខ្លួនឯងស្រឡាញ់អ្វីដែលខ្លួនឯងពេញចិត្តហើយព្យាយាមធ្វើវាឲ្យអស់ពីចិត្តហើយព្យាយាមស្វែងរកឱកាសថ្មីៗជាក់ស្ដែងដូចជាយើងព្យាយាមធ្វើការចូលរួមកិច្ចការសង្គមផ្សេងៗដើម្បីអាចឲ្យយើងដឹងច្បាស់ពីខ្លួនយើងថាតើខ្លួនយើងជាអ្នកណាយើងចង់បានអីហើយយើងត្រូវធ្វើអីឲ្យពិតប្រាកដហើយមួយទៀតនោះសម្រាប់ថ្នាក់បរិញ្ញាបត្រក៏ជាយើងនិយាយថានៅពេលដែលយើងឡើងមករៀននៅសាកលហ្នឹងក៏វាជារឿងមួយដែលសំខាន់ដែរដោយសារតែយើង
វ័យនេះគឺជាវ័យមួយដែលយើងត្រូវធ្វើការសិក្សាយកចំណេះជំនាញមួយយ៉ាងពិតប្រាកដដើម្បីអាចឲ្យយើងនឹងមានសមត្ថភាពក្នុងការធ្វើការងារជួយទាំងខ្លួនឯងជួយទាំងគ្រួសារហើយជួយអភិវឌ្ឍនៅសង្គមជាតិអញ្ចឹងអឺមុននឹងសម្រេចចិត្តធ្វើអីមួយត្រូវព្យាយាមគិតឲ្យច្បាស់ហើយព្យាយាមinformation អីដែលវាពិតប្រាកដហើយវាពិតជាចុងក្រោយនេះខ្ញុំសូមអរគុណទៅដល់សាកលវិទ្យាល័យ Bear Bright ហើយអរគុណទៅដល់ប្រិយមិត្តអ្នកទស្សនាវីដេអូនេះទាំងអស់គ្នាពីខ្ញុំសុវណ្ណមេសេនីសូមអរគុណនិងជម្រាបលា